Namaskar កណាគុំចាស់ញាតិញោមនេះគឺកត់ពីជាន់នៅក្នុងវត្តសាសនារស្មីហើយចៃគុកនៅភូមិ7ឃុំព្រះស្ដេចសុខស្ដេចខេត្តព្រៃវែងកណាគុំចាស់លោកកំពុងតែកសាងកណានេះនៅជាន់ទី1រួចហើយនៅជាន់ទី2បានរៀបអត់អត់ទាន់បោកជាន់លើនោះចាក់ប្លង់សេរួចហើយឥឡូវកូននេនលោកកំពុងតឡើងបាញ់ទឹកឲ្យត្រជាក់ប្លង់សេកណាហើយក្នុងការកសាងនេះញាតិញោមមានការខ្វះខាតជាច្រើនកណាដូចជាចាក់ប្លង់សេនេះមិនទាន់មានបច្ច័យឲ្យថ្លៃបេតុងគេនៅឡើយទេញាតិញោមណាហើយអញ្ចឹងនេះបោកនេះបដាក់គេមកទេណារៀបអត់រៀបអីនេះគឺបដាក់គេនៅឡើយទេទៀតអត់មានបច្ច័យគេទេណាព្រោះសិនជាគណៈគុំចាស់ញាតិញោមមានបំណងចង់ចូលរួមចាប់មេផលគណៈចូលបនិស័យនៅក្នុងវត្តសាសនាដែលស្មីហើយចេញគុកនេះការគុំចាស់ញាតិញោមអាចចូលរួមបានតាមរយៈខ្ញុំករណានឹងយកបច្ច័យ4នោះមកវេប្រកេនចារិកាដើម្បីលោកបានកសាងបន្តទៀតញាតិញោមដើម្បីបញ្ចប់នៅការកសាងនេះទៀតគណៈការកសាងនេះមានកម្ពស់2ជាន់គណៈគុំចាស់ញាតិញោមស្អាតនេះខ្ញុំគាត់កសាងមកស្អាតហើយតំកសាងមួយហ្នឹងទេញាតិញោមហ្នឹងហើយគាត់នេះហើយនោះស្លាយឆាន់ធំស្លាយឆាន់នោះអត់មុំទេប្រូកទេហ្នឹងហើយតុនដឹងមិនទេនឹងជាថ្ងៃណាខ្លាចតែបាក់ធ្លាក់មកប៉ះពាល់ទៅលើពុទ្ធបរិស័ទជាងហើយកណាកូនចាស់លោកក៏រៀបចំកសាងនៅកត់ថ្មីណាកសាងមកច្រើនឆ្នាំមកខ្ញុំតែបានប៉ុណ្្នឹងទេណាហើយកណាគុំចាស់ញាតិញោមកណាមានទឹកសទ្ធាចាស់ថ្លាចង់ចូលរួមចាប់ផលចប់វិស័យនៅក្នុងវត្តសាសនារស្មីកសាងនៅករុភ័ណ្ឌវត្តសម្រាប់បូជាដល់គុណបរតនត្រ័យគុណពុទ្ធគុណធម៌គុណសង្ឃដើម្បីប្រសង់ស្នាក់នៅណាប្រសង់ជាស្រែបុណ្យណាក្នុងប្រសង់ជាអ្នកបន្តនៅពូជពុទ្ធសាសនាញោមដែលមានសទ្ធាចិត្តថ្លាជាអ្នកជឿមកពុទ្ធសាសនាអាចមានទឹកសទ្ធាបរិច្ចាគនៅធនធានដើម្បីចូលជួយដល់ការកសាងនេះអាចចូលរួមបានតាមសទ្ធាចិត្តថ្លាទាំងអស់អង្គគ្នាសូមអនុមោទនា